Ok bạn chắc chẳng relax tích bạn với dân nằm châu từ app mỗi tiết là chung một thà planner bạn nếu chỉ bọc lên ấy chứ ai nhập sang ta tam đi các bạn châu all app đến hái chứ sang ta tam dạng planner mỗi đi các bạn dương châu từ trong Microsoft Teams qua chứ coi chứ miền đấy lại nếu miền planner để bạnចូលទៅបង្កើត plan ថ្មីមួយអញ្ចឹងយើងយកពាក្យ new plan បាទអញ្ចឹងបន្ទាប់ពីយក new plan មកគឺមានtemplate ច្រើនអញ្ចឹងtemplate នេះវាទៅតាម situation ឬក៏ជាការងាររបស់យើងទូទៅឲ្យយើងឈរនៅក្នុងណាយើងអាចយក platform មួយនឹងបានអញ្ចឹងខ្ញុំកុំឲ្យស្មុគស្មាញមួយឲ្យខ្ញុំយកជា basic ចុះ basic plan អញ្ចឹង basic plan នេះយើងបន្ទាប់ពីយើងយក basic មកគឺវានឹងឲ្យយើងដាក់ឈ្មោះplan របស់យើងហើយអញ្ចឹងយើងដាក់ទៅខ្ញុំដាក់អញ្ចឹងខ្ញុំអាច add ហាកន្លែងនេះខ្ញុំដាក់ឈ្មោះថាយើងដំណើរកំសាន្តទៅលេងខេត្តកំពតអញ្ចឹងយើងអត់អាចថាមានដំណើរកំសាន្តហើយយើងទៅដល់ថ្ងៃទៅហ្មងទេអញ្ចឹងឧទាហរណ៍យើងទៅថ្ងៃចុងឆ្នាំចុះថ្ងៃ31យើងទៅឆ្លង Condon នឹងអញ្ចឹងយើងត្រូវតែមានកក់កន្លែងឬមួយក៏អីអញ្ចឹងទៅអញ្ចឹងយើងអាចថាទី1ការងាររបស់យើងសេអង់គ្លេស booking hotel ចឹងមកនៅធ្វើម៉េច booking ឲ្យបានអាចពីឥឡូវទៅធ្វើម៉េចឲ្យចប់ថ្ងៃ31ទៅត្រូវដឹងថាមានhotel ហ្នឹងដើម្បីឲ្យគ្នាយើងបានសម្រាប់ការព្រោះអីដែលអត់មាន hotel ទេយើងទៅគឺពិបាកអូនេះគ្រប់ចាស់គ្រប់ម្សិលមិញជាស្រ័យនៃគ្រប់នេះអញ្ចឹងខ្ញុំអាចអាសាញ member នៅក្នុងនឹងបានអត់មានអាសាញអាសាញតែគ្រប់អញ្ចឹងតែចូលក្នុងក្រុមហ្នឹងគឺមានតែប្រហែលអ្នកទេចាំទីហើយខ្ញុំអាសាញ user ម្នាក់នេះដើម្បីឲ្យគាត់ធ្វើការងារហ្នឹងធ្វើម៉េចថ្ងៃ31ហ្នឹងត្រូវបញ្ចប់បញ្ចប់នេះហ្នឹងការងារធ្វើម៉េចឲ្យដឹងថាមាន hotel មានអីត្រូវគេហ្នឹងសម្រាប់គ្នាយើងអញ្ចឹងទៅអញ្ចឹងអាចឲ្យគាត់ start ពីថ្ងៃណា start ពីថ្ងៃហ្នឹងទៅថ្ងៃ28ហ្នឹងដល់31ហ្នឹងត្រូវ update ថាការងារហ្នឹងត្រូវ complete ឬមួយអីអញ្ចឹងហើយបើកន្លែងនេះបើសិនជាធម្មតាគាត់បើនេះដែរគឺមានតែគាត់ឃើញអីឃើញការងារដែលបាន assign ទៅហើយអញ្ចឹងគាត់អាចដាក់ status program អញ្ចឹងទៅគាត់កំពុងតាក់ទង survey ទៅរកមើល hotel ណាដែលស្អាតទៅ hotel ណាដែលមានតម្លៃសមរម្យអីអញ្ចឹងទៅហើយសួរការងារនេះអាចសំខាន់អត់ទេបើយើងគិតថាវាសំខាន់យើងដាក់ important ទៅឬក៏ urgent អញ្ចឹងទៅអញ្ចឹងខ្ញុំដាក់ important ព្រោះវាសំខាន់ដែរក្នុងការយើងធ្វើការងារអញ្ចឹងមួយទៀតតកតងជាមួយព័ត៌មានកន្លែងនេះយើងអាច detail ប្រាប់គាត់បានគូក៏បានដែរហើយបើយើងអត់ចង់ detail ទេយើងគ្រាន់តែដាក់ please check with link អញ្ចឹងទៅ detail below អញ្ចឹងយើងអាច attach ជា link បានយើង check list ព្រោះធម្មតាអ្នកទៅគ្នាច្រើនអញ្ចឹងទៅយើងខ្ជិលប្រាប់តែពីណាអីខ្លះគេ confirm អីតាម list អញ្ចឹងទៅយើង attach ជា link មួយមកនៅក្នុង SharePoint ឬក៏ OneDrive របស់យើងមកឲ្យហើយដាក់ព័ត៌មាននឹងចូលទៅគាត់ add គាត់ចូលមកឲ្យគាត់ access ទៅមើលព័ត៌មានទៅឥឡូវគាត់ត្រូវបុកប្រមាណបន្ទប់សម្រាប់ trip ហ្នឹងអញ្ចឹងបើគាត់មើលទៅឃើញតែអូមានអ្នកទៅ trip ហ្នឹងប្រហែលជា50នាក់អញ្ចឹងគាត់ត្រូវបុក30បន្ទប់ឬក៏យ៉ាងម៉េចអញ្ចឹងទៅមានតាមលក្ខណៈគេជាគ្រួសារក្រែ1ក្រែ2អញ្ចឹងណា flexible ការងារគាត់ធ្វើម៉េចឲ្យតែហើយទៅអញ្ចឹងយើងអាសាញប៉ុណ្្នឹងហើយគឺការងារហ្នឹងដល់ទៅដល់គាត់ហើយយើងអាច add មកបន្ថែមទៀតការងារបន្ទាប់ពីនេះមានអីគេបាទអញ្ចឹងបាទហ្នឹងយើងមានត្រូវឲ្យអ្នកណាគេរឡានក្រុងដើម្បីជិះអញ្ចឹងយើងអាចអាសាញក្រុមការងាររបស់យើងទៀតទៅcontact
បាទជាងមកយើងកំថេកទៅណារឿងរបស់គាត់ហើយយើងអាចអាសាញយ៉ាងយូរត្រូវឲ្យដឹងថ្ងៃទីម៉ានថ្ងៃទី5ត្រូវបញ្ចប់ការងារហ្នឹងអាសាញឲ្យនរណាគេដាក់ធ្វើបាទបងពីណាន់មួយចុះចឹងអែបថាឲ្យគាត់ទៅចឹងគាត់ពេលដែលគាត់នេះគាត់នឹងទទួលបានការងារមួយហ្នឹងហើយចឹងយើងអាចឲ្យគាត់ start ធ្វើពីពេលណាគឺអាចពីពេលហ្នឹងឬក៏ស្អែកហ្នឹងចឹងទៅដើម្បីឲ្យដឹងvềនេះហើយការងារហ្នឹងសំខាន់ណាស់គឺសំខាន់ដូចគ្នាអញ្ចឹងយើងយក important អញ្ចឹងទៅហើយគាត់ត្រូវជួលឡានគេហ្នឹងជួលឡានប្រហែលអីអញ្ចឹងយើងអាចattachព័ត៌មានហ្នឹងទៅឲ្យគាត់ដែរចង់ដឹង member ប្រហែលអ្នកដែលគាត់ទៅដើរលេងហ្នឹងអញ្ចឹងបើសិនជា50នាក់ឬក៏60នាក់អញ្ចឹងគាត់ត្រូវ flexible ថាជួលឡាន45អីឬក៏25ស្អីទៅតាមហ្នឹងទៅយើងមានបាត់ចិត្តមានអី sale ប្រហែលអីអញ្ចឹងទៅអញ្ចឹងនេះជាការអាសាញ planner ហើយយើងនេះគ្រាន់តែជាឧទាហរណ៍មួយទៅលើការគ្រប់គ្រងឬក៏ដំណើរការនៃ trip របស់យើងទេដើម្បីឲ្យវា smooth អញ្ចឹងពេលដែលយើងធ្វើ tool planner នេះគឺយើងអត់ប្រចាំគ្នាទៀតទេឧទាហរណ៍50នាក់ដែលយើងទៅអញ្ចឹងពេលខ្លះបើសិនជាយើងអត់បានអាសាញការងារអញ្ចឹងអត់អីអញ្ចឹងទេពេលខ្លះប្រចាំគ្នាពីណាបុកឡានបុកទៅអត់ដឹងចាំដល់ថ្ងៃទៅយើងថាម្នាក់ទៅតែគិតអញ្ចឹងបើសិនជា50នាក់គិតអញ្ចឹងទាំង50នាក់ដល់ថ្ងៃគឺអត់មានឡានជិះអត់មានអីជិះទៅវិញអញ្ចឹងកន្លែងនេះគឺយើងគ្រាន់តែនេះពេលខ្លះមិនមែនតែគាត់ចង់ធ្វើមិនចង់ធ្វើទេប៉ុន្តែគាត់ចង់ធ្វើប៉ុន្តែខ្លាចលោកមានអ្នកចង់ធ្វើដែរអាថាគិតក្នុងចិត្តអញ្ចឹងធ្វើឲ្យយើងពេលខ្លះអត់ជោគជ័យទេអត់បាននេះអ្នកផ្សេងក៏គេគិតចឹងដែរប្រហែលជាមានអ្នកធ្វើការងារហ្នឹងបុកគាត់តែរឡានរកអីអញ្ចឹងឬមួយទៀតក៏ពេលខ្លះយើងចេះតែជាប្រធានយើងចាត់តាំងហើយប៉ុន្តែចាត់តាំងតែមាត់អត់មានជាគេហៅលាយលក្ខអក្សរឬក៏ថាreference អីយើងការនិយាយតែមាត់អញ្ចឹងប្រាប់ទៅឲ្យការងារច្រើនអ្នកនេះទៅរៀបចំមើលម្ហូបមើលអីទៅទិញក្តាមទិញស្អីអញ្ចឹងសម្រាប់មនុស្សប៉ុណ្ណេះអ្នកគេថាអ្នកនេះត្រូវបុកតែអ្នកនេះត្រូវរឡានអ្នកខ្លះទៀតត្រូវទិញគ្រឿងកំប៉ុងគ្រឿងភេសជ្ជៈអីអញ្ចឹងទៅចាត់តាំងហើយអូខេទៅហើយដល់ពេលគេថាបាន2 3ថ្ងៃផ្លេចបាត់តែស្អែកឡើងស្រាប់តែនឹកជុំថ្ងៃមុនឲ្យវិណាគេទៅធ្វើអីខ្លះអត់ដឹងទេអញ្ចឹងពេលខ្លះអត់ដឹងចាប់ដើមទេសួរឬក៏ឆាតសួរក្នុងក្រុមថ្ងៃមុនពីណាគេណាតាក់ទងរឿងឡានជិះណាគេត្រូវចាត់ចែងរឿងតែអញ្ចឹងវាធ្វើឲ្យការងារយើងធ្វើទៅដដែលអញ្ចឹងបើសិនជាយើងមាន planner នេះជួយសម្រួលយើងអត់ចាំបាច់ទៅអង្គុយរនឹកឬក៏អត់ចាំបាច់ឲ្យក្រុមការងារយើងប្រចាំការងារគ្នាទេអញ្ចឹងមានអាសាញច្បាស់លាស់អញ្ចឹងយើងចូលមកមើលតែ planner យើងទៅគឺឃើញអូការងារបុកតាំងឲ្យម្នាក់នេះការងារជួលឡានម្នាក់នោះអញ្ចឹងហើយមើលទៅគាត់ធ្វើឲ្យនៅអញ្ចឹងយើងអាចមើល status ក្នុងនឹងឧទាហរណ៍ឥឡូវបើសិនជាការងារហ្នឹងបុកតាំងខ្ញុំជាអ្នកធ្វើអញ្ចឹងខ្ញុំធ្វើឲ្យកន្លែងហ្នឹងអត់មានអីនេះទេខ្ញុំគាត់តែចុច tick នេះមកអញ្ចឹងលូតទៅមានកន្លែងនេះគឺ complete task អញ្ចឹងបើសិនជាក្នុងប្រធានខ្ញុំគាត់ចូលទៅមើលទៅគាត់ឃើញ complete អញ្ចឹងអូខេប៉ុន្តែយើងលែងបារម្ភហើយយើងដឹងថាទៅមានកន្លែងគេងហើយដល់ពេលមួយទៀតក្រុមការងារមួយទៀតគាត់បានកក់ឡានកក់អីហើយអស់ហើយគាត់ចុចប៉ុណ្ណេះមកអូខេ complete ដែរអញ្ចឹងអូខេយើងជាប្រធានហ្នឹងយើងដឹងតែរីករាយដឹងតែនេះហើយអត់មានហត់ប្របាក់អីទៅ follow up សួរនាំឬក៏អីទេគាត់តែមើលឃើញ status complete ឡានក៏យើងមានជិះដល់ថ្ងៃយើងដឹងតែឡើងឡានមានឡានជិះហើយអញ្ចឹងយើងអាចបើមានអ្នកភេសជ្ជៈជាពិសេសជាអីបានហ្នឹងយើងកុំឲ្យភ្លេចបើដល់លេងយើងអត់ជាអត់សុខសប្បាយទេអញ្ចឹងយើងអាចអែតទៅអ្នកចាត់ចែងចាត់ចែងអីអញ្ចឹងទៅតាមនឹងទៀតទៅប្រហែលកេះអីប្រហែលកេះយើងគុណគូមើលទៅណាកែមិនប្រកែអីបាទអាហ្នឹងយើងអែតបន្តទៀតទៅការចាត់តាំងរបស់យើងអញ្ចឹងវាងាយស្រួលជាងយើងនិយាយតែមាត់ហើយទៅជួនកាលពេលខ្លះស្ងាត់ឈឹងអស់បាទអញ្ចឹងតាក់ទងជាមួយ planner គឺយើងមានប៉ុណ្ណឹងហើយបើមានជាចម្ងល់ឬមួយក៏អីអាចយើងលើកឡើងមក discuss គ្នាហើយឬមួយទៀតយើងអាច planner នេះយើងអាចធ្វើបានទាំងអស់គ្នាបើយើងចូលទៅ team ឬក៏ចូលទៅ
ក្នុងMicrosoft 365យើងអាច create តែលេខមិនថាបច្ចេកឬក៏ trip អញ្ចឹងគឺតែយើងអាចសិតសម្រាប់ការ improve ខ្លួនឯងយើងចង់ចេះអីមួយយើងសិតខ្លួនឯងយើង monitor ខ្លួនឯងបានទៀតអញ្ចឹងយើងអាច monitor មកសិតbucket នេះ30មកដែលហៅមួយខែនេះ30 day អញ្ចឹងយើងយកមក bucket ស្មើនឹងមួយថ្ងៃអញ្ចឹងទៅយើងថាក្នុងមួយថ្ងៃយើងត្រូវអីimprove អង់គ្លេសឬមួយក៏ហាត់ប្រាណអញ្ចឹងទៅយើងហាត់ប្រាណបាន30នាទីបើមិនយើងធ្វើបានយើងមក complete task នឹងមួយស្អែកឡើងយើងធ្វើបាននេះយើង complete មួយទៀតអញ្ចឹងយើងអាច monitor ខ្លួនឯងដែរ monitor ខ្លួនឯងក៏បានតែបាច់ចាំទៅដល់ថ្នាក់ manage trip ឬក៏បច្ចេកអីទេបាទអញ្ចឹងនេះយើងប្រើវាទៅតាមអ្វីដែលជាយើងអាចតែទាញយកមកជាបញ្ចុចបានយើងធ្វើទៅហើយមានច្រើនទៀតដោយសារសល់ពេលដែរសល់5នាទីខ្ញុំសល់10នាទីខ្ញុំនឹងបង្ហាញមួយទៀតតាក់ទងជាមួយនឹង form